លោកពុកសែនល្អក្នុងដួងចិត្តកូនលោកពុកជាក្បូនសណ្ដោងសណ្ដូនគ្រួសារយកសាច់យកឈាមទៅបដូរលះបង់ដើម្បីគ្រួសារទ្រង់ពុកបើផ្សារបែកក្រៃគ្រួសារកូនធំកូនកូនក៏ច្រើនកូនខ្លាំងទំនើងមិនស្ដាប់វិន័យគ្រួសារព្រោះតែចង់ឲ្យកូនល្អដាក់ទុំទាំងទឹកនេត្រាទ្រូងបុកបើផ្សារពេលក្រៃពុកអើយមិន